สมัครបងប្អូនយើងដែលចាប់ផ្ដើមតាក់ទងជាមួយនឹងការរកលុយតាម YouTube ប្រទេសយើង support វាអត់សូវអញ្ញាញ៉ៃដូច Facebook អញ្ចឹងបងប្អូនអាចទស្សនាវីដេអូនេះដល់ចប់សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងការរកលុយតាម Facebook បងប្អូនអូមកក្រោមឃើញ channel ខ្ញុំមួយដែលខ្ញុំដាក់ថាពន្យល់លម្អិតការរកលុយ Facebook ស្រុកខ្មែរអញ្ចឹងបងប្អូន Subscribe ឬក៏អាចចូលទៅមើលវីដេអូរបស់ខ្ញុំបន្ថែមបាននៅក្នុងហ្នឹងគឺខ្ញុំមានការបញ្យល់តោះឥឡូវយើងចូលដល់វីដេអូរបស់យើងតាក់ទងជាមួយនឹងការធ្វើវីដេអូយើងប្រើសំឡេងជាមួយនឹង Speakma ហើយសម្រាប់រូបភាពគឺយើងធ្វើតាមកម្មវិធី website ImageSX គឺដូចថា website របស់ Google ឥឡូវយើងមានជាប្រភេទអត្ថបទមួយដែលជាប្រភេទអត្ថបទរឿងសម្រាប់ក្មេងៗដែលខ្ញុំ copy ចេញពី Google ទេបងប្អូនហើយក្នុងការយករឿងទាំងអស់ហ្នឹងបើសិនជាកម្មសិទ្ធិរបស់គេយើងត្រូវពិនិត្យមើលដែរព្រោះកម្មសិទ្ធិរបស់គេហ្នឹងធ្វើឲ្យម្ចាស់គេអាច report យើងឬក៏គេប្តឹងយើងអីចឹងណាអញ្ចឹងយើងអាចយកជាលក្ខណៈដូចថាលក្ខណៈណាដែលយើងអាចយកបានបងប្អូនតោះឥឡូវខ្ញុំចាប់ផ្ដើមដំបូងឡើយខ្ញុំនេះរឿងនេះគឺតាក់ទងជាមួយនឹងទុនសាយចង់ស៊ីចេកគឺជារឿងប្រភេទរឿងព្រេងនិទានបងប្អូនព្រេងនិទានខ្មែរឥឡូវខ្ញុំយករឿងហ្នឹងហើយរឿងហ្នឹងវាមានច្រើនដែរយើងធ្វើសំឡេងតាមរយៈដូចថានេះកម្មវិធីដែលយើងមានហ្នឹង Speakma ឥឡូវយើងចូលទៅកាន់កម្មវិធី Speakma បើសិនតែបងប្អូនមិនទាន់មានចូលទៅកាន់ Play Store នេះបងប្អូនចូលមកកាន់ Play Store វាយអក្សរ S អូខេខ្ញុំនេះសិនចាំបន្តិចបងប្អូនអក្សរ S អក្សរ P E E C H M A អញ្ចឹងបងប្អូន search មកនេះកម្មវិធីមួយនេះ Speakma ហ្នឹងអញ្ចឹងយើងចូលទៅធ្វើទាំងអស់គ្នាតោះបងប្អូនអូខេចាំបន្តិចសិនយើងចូលទៅកាន់កម្មវិធី Speakma ហ្នឹងមកយើងបានតែអត្ថបទមិញណាឥឡូវយើង copy ហើយមកនេះកន្លែងនេះដូចជាវាអត់ឲ្យអញ្ចឹងយើងលុបអាហ្នឹងចេញព្រោះខ្ញុំប្រើកម្មវិធីនឹងរហូតទេបងប្អូនតោះឥឡូវយើង copy ពីនេះមកនេះ copy យើង copy អញ្ចឹងហើយយើងចូលទៅកាន់កម្មវិធី Speakma បន្តមកទៀតបងប្អូនយើងគ្រាន់តែដាក់នៅកន្លែងនេះកន្លែងនេះណា enter your port អញ្ចឹងយើងដាក់មកអូខេបន្តមកទៀតបងប្អូនតាក់ទងជាមួយនឹងកម្មវិធីហ្នឹងគឺវាងាយស្រួលយើងគ្រាន់តែកន្លែងនេះយើងដាក់លេខមកនេះលេខតាមនេះមកនេះដាក់លេខហ្នឹងណាអូខេនេះដាក់លេខតាមវាហ្នឹងមក07 88អូខេ88បន្តមកទៀតម៉ានេះបងប្អូន3អញ្ចឹងយើងចុចនេះ generate audio ហ្នឹងមកហើយយើងរងចាំវាបន្តិចមកអូខេបងប្អូនអញ្ចឹងយើងរងចាំវាមកស្ទុះដើម្បីឲ្យវាបំលែងទៅជាសំឡេងឲ្យយើងហើយនេះគឺជាសំឡេង AI ណាអូខេចាំបន្តិចសិនរបៀបនៃការរើសសំឡេងក៏អត់មានប្រមាណដែរចាំខ្ញុំបញ្យល់បន្ថែមអូខេបងប្អូនឥឡូវយើងចាក់ទាំងអស់គ្នាមកចាក់កន្លែងនេះមកអូខេចាំបន្តិចបងប្អូនខ្ញុំលុបអ្វីដែលដូចថាអ្វីដែលខ្ញុំធ្លាប់ធ្វើកន្លងមកណាអញ្ចឹងយើងអាចចាក់នេះកាលពីព្រេងងាយមានទន្សាយរត់ពីអណ្ដូងទៅឈប់នៅជិតភូមិដែលមានយាយចាស់ម្នាក់ទូចេញទៅលក់អូខេយើងដើម្បីទេនេះយើងចុច align download នេះមកនេះបងប្អូនចាំបន្តិចណានេះចុច align download ទៅមកតោះឥឡូវយើងទៅធ្វើការ copy បន្ថែម copy ខាងក្រោមនេះកន្លែងនេះមកតង់ទៀតណា copy មកអូខេអញ្ចឹងយើងចុច copy ខាងនេះមកហើយយើងចូលទៅកាន់កម្មវិធីហ្នឹងមកមិញអាសំឡេងមិញហ្នឹងយើងបាន download ទៅហើយណាអញ្ចឹងយើងធ្វើការផាសដាក់កន្លែងមិញថយមួយយើងចុចឲ្យនេះក៏បានដែរអូខេអញ្ចឹងយើងលុបអានេះចោលមកលុបចោល erase ចេះមកក៏បានដែរហើយយើងផាសដាក់កន្លែងហ្នឹងមកយើងវាយអាលេខនេះវាយអាលេខ91វាយតាមហ្នឹងមក53យើងអាចរើសសំឡេងប្រុសស្រីបានកន្លែងហ្នឹងយើងចុចកន្លែងនេះមួយទៀតមកយើងបានសំឡេង2តង់
Rương nắng cứ rương tuần sáng trong si chạy đại chụp rương preng khmai bỏ dương mà bồn lấy cho mình tịnh sấn ok hơi chậm dương cắt cho mỗi cam thi in sót chậm nhôm prap pi là biếng này cá cá rất nào mà bồn ok ở việt đà sân mất lấy dương ba này nè dương chặt snap sân các bạn này này dương chơi download mất ok và to một tiết dương chạm bắt đầu thưa trở lại cái này rụp hiểm ở đó một con dương thưa rụp hiếp tam chrome tam website image ấy nhẹ một con tam website đó ok lại nắng cái này à lấy nhung xong bây giờ là cầm thi speedman nồng tênh bọn bồn tẹo tôi chụp một speedman cái lại nắng cái này dương ai rồi sầm lên pro cái lại nè dương lấy dương chơi địa trở lại đi sân mó trở lại nắng dương ai ở địa lại ní bao bồn cái lại lan vịnh vì xua dương nắng trong ban phía xa ấy kì phía xa ấy kế ở dân rơ mó dương rơ không ai bà dương ní không ai nè 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 không ai lại ní không ai bà tom tiết vì miền bị sắt hai nắng sậy mộng sầm ám nhóm cứ nhom vô sầm lệ sậy cứ sậy mộng bằng ai chẳng dương rơ vô chẳng màu à bà dương trong vô pro nè dương vô bị sắt đi mó tẹo tôi chụp một cam thi AI viên miền đưa tha website tràn đại dương ai cho tôi bấm lạiสำหรับ website ផ្សេងទៀតខ្ញុំចង់ផ្លេចអស់ហើយបងប្អូនព្រោះឯងខ្ញុំប្រើតែ website ដូចថា AI មួយហ្នឹងវាស្រួលប្រើណាអញ្ចឹងខ្ញុំចេះតែប្រើបន្តមកតោះឥឡូវយើងមកធ្វើការផលិតរូបភាពទាំងអស់គ្នាហើយសម្រាប់កម្មវិធីនេះនេះសម្រាប់មិនកម្មវិធីទេ website image SX របស់ Google ហ្នឹងគឺវាផលិតបានជារូបភាពហើយខ្ញុំក៏អត់ដែលផលិតវីដេអូដែរឥឡូវខ្ញុំមើលមួយសិនវាមានវីដេអូអត់ flow music AX វិញអត់ទេខ្ញុំអត់ឃើញមានអញ្ចឹងខ្ញុំផលិតតែរូបភាពទៅបានហើយយើងអាចធ្វើជាលក្ខណៈ slide ណាមិញដូចថាតាក់ទងជាមួយនឹងទន្សាយចង់ស៊ីជែកអញ្ចឹងគឺខ្ញុំនឹងទៅសេបងប្អូនសរសេរខាងក្រោមនេះយើងទៅមើលសាច់រឿងរបស់យើងតើចង់និយាយពីអីគេអញ្ចឹងយើងធ្វើតាមហ្នឹងមកយើងធ្វើនេះការប្រេងនាយទន្សាយរត់ពីដងទៅឈប់នៅចិត្តភូមិដែលមានយាយចាស់ម្នាក់អូខេឥឡូវខ្ញុំនឹងសរសេរបែបនេះ copy ទូលចែកទៅលក់នេះកន្លែងនេះមកខ្ញុំដាក់ថា copy ហើយយើងចូលទៅកាន់កម្មវិធីមិនកម្មវិធីទេគឺចូលទៅ app មិនមែនចូលទៅ app ទេ website បងប្អូននិយាយខុសឥឡូវយើងដាក់ហ្មងទៅយើងផាសដាក់កន្លែងហ្នឹងមកអូខេចាំបន្តិចនេះអញ្ចឹងបន្ទាប់ពីយើងដាក់នៅលើហ្នឹងហើយយើងចុចកន្លែងនេះបងប្អូនចុចមកហើយយើងរងចាំវាមករងចាំវាយើងធ្វើរូបតែកន្លែងណាដែលយើងគិតថាវារៀងសំខាន់ទៅអាកន្លែងអត់សំខាន់យើងមិនបាច់ធ្វើទេកន្លែងហ្នឹងណាឥឡូវយើងចាំទាំងអស់គ្នានេះបានរូបភាពមួយហើយយើង download ឡើងនេះមកបងប្អូន download មកនេះអូខេឥឡូវយើងទៅមើលសាច់រឿងរបស់យើងទៀតនៅចិត្តភូមិតុនសាយគេគិតថាឥឡូវអស់កម្លាំងធ្វើម្ដេចនឹងបានជ័យនោះស៊ីមានតែពុតធ្វើស្លាប់អញ្ចឹងយើងទៅសេមកតុនសាយយើងអូខេចាំបន្តិចមកធ្វើតុនសាយធ្វើពុតស្លាប់អញ្ចឹងយើងចូលទៅសេហ្មងទៅយើងមិនបាច់ចាំ copy ទេកន្លែងហ្នឹងអូខេតុនសាយធ្វើពុតជាស្លាប់ដើម្បីបានស៊ីចេកអូខេឥឡូវខ្ញុំសរសេរប៉ុណ្ណឹងយើងឲ្យវានេះទៀតមកឲ្យវា generate រូបឲ្យយើងមកហើយយើងធ្វើជាលក្ខណៈ slide អូខេបងប្អូនចាំសិនបើសិនជាយើងដូចថា
តនេះយើងប្រកាសជាអាចធ្វើបានឥឡូវតន្សែចាប់ផ្ដើមធ្វើពុតស្លាប់ហើយអញ្ចឹងយើងដោនមកមួយទៀតយើងយកមួយណាក៏បានដែរតោះឥឡូវយើងទៅមើលសាច់រឿងរបស់យើងទៀតតន្សែឃើញថាអស់កម្លាំងធ្វើមិនបានស៊ីចេកមានតែធ្វើពុតស្លាប់គិតហើយក៏លូនទៅដេកក្បែរនៅផ្លូវហើយយាយចាស់នោះទូលចេកមកឃើញតន្សែអូខេឥឡូវយើង copy ឡើងនេះមកប៉ុន្តែយើងត្រូវព្យាយាមបន្តិចណាលក់ចេកថ្ងៃនេះហៅថានេះលោបលន់ជាពន់ពេកអូខេឥឡូវយើងសរសេរពាក្យហ្នឹងយកទៅដាក់ពីខាងក្រោមហ្នឹងទៀតដើម្បីឲ្យវាបង្កើតជានេះយើងណាបង្កើតជារូបភាពយើងមិនបាច់ចាំធ្វើវីដេអូក៏បានដែរសំខាន់អូខេបងប្អូនចាំបន្តិចសិនមកហើយខ្ញុំសូមឧទាហរណ៍កន្លែងហ្នឹងត្រឹមប៉ុណ្ណេះបានហើយហើយខ្ញុំនឹងធ្វើរឿងមួយហ្នឹងផុសនៅលើ YouTube ចាំខ្ញុំធ្វើរឿងហ្នឹងឲ្យពេញណាបងប្អូនចាំបន្តិចខ្ញុំចុច down មកអូខេមានរូបមួយទេ2អូខេតោះឥឡូវយើងចាប់ផ្ដើមយើងមានរូបយើងមានសំឡេងអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងចូលមកកាន់កម្មវិធីកាត់តកម្មវិធីខ្ញុំប្រើ Insert អូខេអញ្ចឹងខ្ញុំចុចដោយសារនៅក្នុងនេះមានឯកសារច្រើនអញ្ចឹងខ្ញុំសុំបាំងបន្តិចបងប្អូនអូខេចុចឡើងហ្នឹងមកយើងចាំបន្តិចសិនចាំខ្ញុំអូខេចាំបន្តិចបងប្អូនខ្ញុំ copy ឲ្យសិនដោយសារតែកន្លែងខ្លះគឺខ្ញុំអត់ចង់ប្រាប់ទៅថានៅកាន់បងប្អូនអញ្ចឹងណាអូខេនេះយើងបានរូបតាមពិតយើងធ្វើឲ្យច្រើនឲ្យតាមអ្វីដែលយើងអាចធ្វើបានយើងរៀងចំណាយពេលបន្តិចនេះរូបមិញហ្នឹងហើយតោះឥឡូវយើងចាប់ផ្ដើមចាំបន្តិចបងប្អូនខ្ញុំធ្វើមួយសិនណាខ្ញុំចូលមួយសិនដោយសារនៅក្នុងហ្នឹងមានរូបអត្តញ្ញាណប័ណ្ណរូបអីខ្ញុំអញ្ចឹងបើសិនតែខ្ញុំនេះទៅវានេះបងប្អូនដូចថាបើសិនខ្ញុំបង្ហាញទៅផតបានទេអញ្ចឹងបាទខ្ញុំត្រូវការដូចថាបាំងខ្លះអញ្ចឹងណាអូខេបន្ទាប់ពីយើងចុចលើអាកម្មវិធី Insert មិញណាបងប្អូននេះយើងចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹងណាបងប្អូនចាំបន្តិចសិនពេលដែលយើងចុចកន្លែងហ្នឹងមកវាឲ្យយើងនឹងទៅរើសរូបឬក៏រើសវីដេអូអញ្ចឹងយើងប្រើកម្មវិធី Insert ហ្នឹងទីលោកបងប្អូនអត់ដឹងថាទាញនៅណាទាញនៅក្នុង Apps មិនមែន App Store ទេខ្ញុំច្រឡំ Play Store នេះ Android Samsung ណាយើងទាញមកកម្មវិធីហ្នឹងកម្មវិធីហ្នឹងគឺវាស្រួលកាត់កម្មវិធី Insert ហ្នឹងឥឡូវយើងចូលទៅកាត់ទាំងអស់គ្នាចុចឲ្យហ្នឹងឥឡូវយើងរើសរូបនេះយើងរើសអស់មកប៉ុន្តែរូបភាពយើងមិនមែនត្រូវធ្វើប៉ុណ្ណឹងណាព្រោះសាច់រឿងហ្នឹងវាវែងដែរប៉ុន្តែខ្ញុំឧទាហរណ៍សម្រាប់បងប្អូនតោះឥឡូវយើងចាប់ផ្ដើមមកធ្វើយក effect យកអីនៅក្នុងហ្នឹងយើងចង់ឲ្យវាជូរប៉ុណ្ណាអូខេឥឡូវយើងចុចឡើងនេះមួយយកអាលក្ខណៈ slide ចែកចាំមើលបងប្អូនណានេះអញ្ចឹងយើងដាក់ហ្នឹងឲ្យមកដាក់អាកន្លែងមួយហ្នឹងឲ្យមកបងប្អូនចំមើលអត់ឃើញមែនចានេះមើលអត់ឃើញបងប្អូនតោះឥឡូវយើងអូមកចាំបន្តិចខ្ញុំដាក់ឲ្យរៀងបន្តិចសិននេះកន្លែងពីអាមកពីរូបមួយទៅរូបមួយហ្នឹងបងប្អូនអាកន្លែងហ្នឹងណាយើងចុចលើហ្នឹងមកយើងរើសយកអាមួយណាដែលយើងគិតថាវាមើលទៅតំណងនេះខ្ញុំយកមួយនេះអូខេចាំឥឡូវខ្ញុំរើសអស់សិនបងប្អូនរើសអស់សិនហើយណាមួយពេលថតទៅអាកន្លែងហ្នឹងអត់សូវច្បាស់មិនទេឥឡូវខ្ញុំរើសអស់សិនហើយចាំខ្ញុំចាក់បងប្អូនយើងមើលអូខេឥឡូវយើងបានប៉ុណ្ណឹងហើយបានប៉ុណ្ណឹងណានេះអញ្ចឹងយើងចាប់ផ្ដើមចាក់មកឥឡូវយើងចង់យក effect ដាក់នៅលើវីដេអូហ្នឹងឥឡូវយើងចុចលើហ្នឹងបន្តិចបងប្អូនយើងចុចលើរូបភាពមួយហ្នឹងឥឡូវខ្ញុំទៅរក effect ណាខ្ញុំឆ្ងល់អាមិនអត់វាពណ៌នេះឥឡូវខ្ញុំនេះមួយសិនបងប្អូននេះមួយសិនវាដាក់នេះមែនទេតាមពិតនេះតាមពិតដោយសារតែកម្មវិធីហ្នឹងវាចេញពណ៌ហ្នឹងអញ្ចឹងមើលអត់សូវច្បាស់ទេអូខេខ្ញុំរក effect មួយសិន
effect ទៅលើដាក់លើនេះនឹងមួយណាអូខេចាំតិចយក effect នេះ effect ឡើយនេះ effect នេះដើម្បីនេះឥឡូវខ្ញុំដាក់មិញឥឡូវនេះបងប្អូនទីលោកអត់ដឹងណាអត់ដឹងឥឡូវនេះដាក់អាពេលបញ្ចប់រូបមួយទៅរូបមួយហ្នឹងអញ្ចឹងបើយើងមិនទាន់ដាក់នេះវាចេញបែបនេះវាចេញជាលក្ខណៈបែបហ្នឹងបងប្អូនចេញលក្ខណៈបែបហ្នឹងអញ្ចឹងយើងនេះចេញអាកណាត់អញ្ចឹងយើងចុចលើនឹងហើយយើងរើសមួយណាអញ្ចឹងណាខ្ញុំរើសអាមួយនេះវាចេញមកអញ្ចេះឥឡូវយើងចង់ធ្វើឲ្យរូបមួយហ្នឹងវាមើលទៅវាតំណងធ្វើឲ្យក្មេងៗហ្នឹងវាចាប់អារម្មណ៍អញ្ចឹងយើងចុចលើនឹងយកឥឡូវនេះ effect នេះបងប្អូនយើងចុចលើ effect ហ្នឹងមកឥឡូវយើងយក effect ណាមួយដែលយើងមើលទៅថាយើងអូមមកឥឡូវឧទាហរណ៍រូបអញ្ចេះអត់ទេធ្វើឲ្យក្មេងវិលមុខអញ្ចឹងយើងឥឡូវយើងយកអានេះមួយអត់ទេអត់តំណងទេវាដាក់ទៅបើមិនវិលមុខអានេះដែរឥឡូវខ្ញុំដាក់ទៅខិតតំណងបន្តិចនេះបងប្អូនថតអត់អស់នេះចាំមើលយកនេះទៅវារៀងមើលទៅមើលវារៀងនេះណាអញ្ចឹងយើងយកមួយណាមួយមើលសិនបងប្អូនអត់ទេនេះនេះតំណងហ៎តំណងមែនតាអញ្ចឹងយើងដាក់នេះឲ្យរៀងនេះបន្តិចមកឥឡូវយើងសាកចាក់ឡើងនឹងបន្តិចណាចាំមើលបងប្អូននេះអូខេតំណងឥឡូវយើងដាក់ត្រឹមហ្នឹងឥឡូវយើងអារូបមួយទៀតឥឡូវខ្ញុំស៊ូមនេះបន្តិចបងប្អូនខ្ញុំស៊ូមឲ្យរៀងឆ្ងាយបន្តិចនេះអារូបមួយទៀតឡើយនេះរូបយើងរើសរូបមួយយក effect ដូចគ្នាប៉ុន្តែគាត់ថាយើងយកឲ្យខុសគ្នាឬក៏ដូចគ្នាក៏បានដែរឥឡូវយើងរើសមកឥឡូវខ្ញុំរើសសិនមើលសិនអត់ទេអត់តំណងទេអានេះអត់តំណងទេឡើងលក្ខណៈបែកភ្នែកតែម្ដងមើលទៅស្វាងភ្នែកអត់ទេអានេះដូចចូលក្លឹបចូលបារវិញហ្នឹងយ៉ាចាំតិចបងប្អូនស្រួលហ្នឹងមើលខ្វាក់ភ្នែកលើហើយអាយ៉ាអត់កើតទេសង្ស័យយកអាមុនហ្នឹងដូចនេះចឹងដូចអា slide ទី1ចឹងណាក្នុងការធ្វើយើងរៀងអត់ធ្ងន់បន្តិចហើយរូបក៏មិនមែនរូបប៉ុណ្ណឹងបានយើងដឹងតែរូបប៉ុណ្ណឹងទេមិនមែនទេបងប្អូននេះឡូយតោះយើងនេះមកនេះចុចអញ្ចឹងមកហើយយើងដាក់រូបឡើងហ្នឹងមួយគឺយើងយកអាហ្នឹងមួយឥឡូវរូបមួយទៀតមក slide មួយទៀតណាយើងអូសទៅខាងនេះឃើញតំណងមើលសិនអានេះមួយនេះអានេះក៏តំណងដែរអញ្ចឹងយើងតោះយើងយកមកហើយអូបងប្អូនរៀងយូរទៀតហើយវីដេអូហ្នឹងតោះឥឡូវខ្ញុំយកឲ្យរៀងលឿនបន្តិចណាយកលឿនបន្តិចកុំឲ្យបងប្អូនហ្នឹងខាតពេលយូរពេកឥឡូវខ្ញុំមើលសិនដោយសារតែចិត្ត20នាទីលើហើយតោះឥឡូវយើងយកអាហ្នឹងមួយចុះអាហ្នឹងមួយមកអូខេអញ្ចឹងឥឡូវយកតែប៉ុណ្្នឹងសិនបានហើយតោះរបៀបនៃការយើងអេតសំឡេងដាក់អញ្ចឹងយើងចុចនេះគ្រីសនេះមួយសិនបងប្អូនគ្រីសនេះមួយតោះយើងចាប់ផ្ដើមយកអូយ៉ូយកអាសំឡេងដែលយើងធ្វើមិញហ្នឹងនៅណាទេនេះបែបមើលបងប្អូនឥឡូវខ្ញុំមើលសិន7ទី28ខែ7មែនទេរយៈពេលប៉ុន្មានបងប្អូនណាណៃទេនេះឥឡូវខ្ញុំចាក់មួយសិនបងប្អូនចាំតិចណាអូ my god អូខេរោសលេងនឹងឃើញបងប្អូននេះចាំមើលហើយការទទួលខ្យល់បក់មកលើមុខហើយក្នុងពេលជិះមានន័យថាអ្វីដែលអូខេនេះកាលពីព្រេងនាយមានទន្សាយរត់ពីអណ្ដូងទៅឈប់នៅជិតភូមិដែលមានយាយចាស់ម្នាក់ទូលចេញទៅលក់ទន្សាយនេះយើងចុចបូកអញ្ចឹងមកឥឡូវយើងចាប់ផ្ដើមនេះណាបងប្អូនកាលពីព្រេងនាយមានទន្សាយរត់ពីអណ្ដូងទៅឈប់នៅជិតភូមិដែលមានយាយចាស់ម្នាក់ទូលចេញទៅលក់ទន្
sai khơi kịch thả L ảnh óc công lăng mà lên ta phương địch nâng bán chạy nụ xí miên tài phụt phương slap kịch hai có luôn tờ địch nở lời ai dây chát nút tu chạy một đo khơi từng sai kịch thả anh một lộ chạy ngày nghỉ thao tránh chìm miên miên អីយ៉ាឥឡូវយើងដាក់ហើយហីប៉ុន្តែសំខាន់គឺយើងត្រូវរចនាឲ្យស្អាតជាងនេះបងប្អូនហើយយើងត្រូវយករូបភាពហ្នឹងនិយាយរួមទៅឲ្យវាត្រូវជាមួយនឹងសាច់រឿងរបស់យើងហើយចុងក្រោយវីដេអូគឺខ្ញុំចង់ឲ្យបងប្អូនហ្នឹងធ្វើការថតជាលក្ខណៈវីដេអូខ្លីៗ1នាទីឬក៏2នាទីដាក់ពីក្រោយហ្នឹងទៀតយើងថតអីក៏បានដែរសំខាន់ឲ្យតែ original ដើម្បីយើងការពារថ្ងៃណាមួយវាចាប់ AI អញ្ចឹងណាយើងធ្វើបកាទុកឲ្យហើយទៅអាហ្នឹងសម្រាប់ជាយោបល់របស់ខ្ញុំតោះឥឡូវយើងចង់ save យើងគ្រាន់តែចុចឡើងហ្នឹងមកនេះចុច expert ទេខាងលើបងប្អូនអូខេចាំបន្តិចនេះចុចឡើង expert ហ្នឹងមកយើងយកកម្រិតណាអញ្ចឹងយើងយកកម្រិត 4K ឬក៏អីអញ្ចឹងណា60 frame អញ្ចឹងយើងឬក៏យើងយកអាត្រឹម18នេះក៏បានដែរនេះ18ឡើយនេះ18ហ្នឹងក៏បានដែរកន្លែង18ហ្នឹងអូខេបងប្អូននេះយើងចង់យកអាហ្នឹងយើងចង់រើសដូចថាយកកម្រិតណាក៏បាន 4K ក៏បាន18ក៏បានយក 4K ក៏បានកន្លែងនេះ60 frame ក៏បាន30 frame ក៏បានបន្តទៀតយើងចុច expert មកនេះចុច expert មកចុច expert អញ្ចឹងយើងបានមួយវីដេអូសម្រាប់យកទៅផុសនៅក្នុង YouTube ដើម្បីរកលុយហើយសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងសម្រាប់ចែករំលែកទៅកាន់បងប្អូនសង្ឃឹមថាបងប្អូននឹងអាចធ្វើបានដោយខ្លួនឯងហើយបើសិនជាមានចង្អល់ចង់ឲ្យខ្ញុំធ្វើវីដេអូនឹងទៀតអាច comment ខាងក្រោមវីដេអូរបស់ខ្ញុំបានអរគុណ